ពីព្រោះអាព្រាយកាមនេះដែលជាឈ្មោះព្រាយមួយមានឥទ្ធិពលខ្លាំងណាស់ទៅលើផ្លូវភេទហ្នឹងវាមានឥទ្ធិពលខ្លាំងជាទីបំផុតអាចធ្វើឲ្យមនុស្សគ្រោះថ្នាក់ដល់ជីវិតណាឬក៏អាចឈានដាច់ចិត្តសម្រាប់គ្នាទៅវិញទៅមកដោយសារតែអាធម្មពលព្រាយកាមហ្នឹងប្រយ័ត្នចឹងទេពិចារណាហើយរៀនតាមដានអំពីប្រតិកម្មទាំងឡាយដែលចេញពីក្នុងខ្លួនហ្នឹងលោកបានធ្វើការចែករំលែកនិងដាស់តឿនជាច្រើនទេវកថាណែលោកទាំងឡាយចូលរៀនតាមដានអំពីដំណើរប្រតិកម្មដែលជំរុញចេញពីធម៌ពលក្នុងខ្លួនឯងនឹងជាប្រចាំ24ម៉ោងឲ្យដឹងច្បាស់រាល់ចំណងទាំងឡាយដែលលុតសញ្ញាសម្គាល់មកនឹងវាជាសញ្ញាធម៌ពលល្អឬក៏អាក្រក់យើងស្ថិតនៅក្នុងការបដិបត្តិធម៌ត្រូវតែរៀនតាមដានចំណុចទាំងឲ្យជាប់បើមិនចឹងទេជំហានយើងនឹងបោះចូលទៅក្នុងដំណើរផ្លូវព្រះឬក៏ផ្លូវបិសាចឬផ្លូវបិសាចហើយប្រយ័ត្នណាអត់បានទេកូនខ្លះរៀនបែកកាលណាបើរៀនបែកមិនត្រឹមតែបំផ្លាញមនុស្សជុំវិញខ្លួនខាងក្រៅទេនៅក្នុងផ្ទះច្បោកច្បល់តែម្ដងណាបន្តិចកើតគិះបន្តិចឈឺនេះបន្តិចឈឺនោះបន្តិចលើសឈាមបន្តិចហើមឃើញទេប្រយ័ត្នទាំងអស់ហ្នឹងគឺសិតតាធម៌ពលអាក្រក់ឥឡូវមានកូននៅតាមស្ថាប័នរដ្ឋពិសេសអស់លោកអ្នកមានបុណ្យដែលមានតួនាទីដឹកនាំផ្លូវលោកជាច្រើនត្រូវពឹសសិលនឹងច្រើនគ្នាណាពីព្រោះគាត់មានកូនចៅរបស់គាត់ណាកូនចៅរបស់គាត់ហ្នឹងតែងតែមានគ្រូស្នេហ៍គ្រូលំអបទៅរកដើម្បីឲ្យគ្រូដាក់ស្នេហ៍មេគាត់ទៅឲ្យឃើញគាត់ចូលចិត្តយល់ទេបើមិនចឹងទេទិញរបស់របរអីយកទៅឲ្យគ្រូនឹងសូត្រផ្លុំអាគមហើយយកទៅឲ្យមេរបស់គាត់ដើម្បីឲ្យមេគាត់ទទួលអារបស់នឹងទៅមើលមកគាត់ពេញចិត្តគាត់អីជាចុះផ្ដល់ការងារផ្ដល់អីហើយក្នុងនាមយើងជាមេនោះអត់ដឹងទេមើលតែគេឲ្យតិចទៀនអីយីពីសបាយអទទួលផ្លែតដូចទទួលសិលគេមកដាក់ក្នុងខ្លួនស៊ីឲ្យស្ពុលមុខស្វាំងភ្នែកខ្ជិលមួម៉ៅសុញឃើញទេងើបពីកៅអីមកត្រេតត្រោតចាស់មុនអាយុឃើញទេហើយគាត់អត់ដឹងហើយដល់ចឹងគាត់បែរជាទឹកគិតថាមកពីអញធ្វើការហត់ពេកហួសកម្លាំងអញ្ចឹងចាស់មុនអាយុចឹងហើយសុខភាពអត់ល្អគាត់ទៅជាគិតចឹងទៅវិញយូអាខ្លួនអត់ឈឺទេប៉ុន្តែធម្មពលអានោះវាធ្វើឲ្យមនុស្សនោះយល់ទៅគិតអញ្ចឹងបន្តិចទៅចាក់ថ្នាំនេះបន្តិចទៅលេបថ្នាំលើឈាមបន្តិចទៅចេះទៅនេះចោះយូអាខ្លួនឯងអត់ឈឺទៅលេបអាថ្នាំនោះទៅបង្កជាហេតុមួយទៀតណាមិនទាន់បានប្រមាណផងអត់សស្លាប់ចូលមកបាត់ឃើញទេឃើញគួរថ្នាក់ច្រើនគ្នាអាហ្នឹងជំនឿជឿដោយមិនបានពិចារណារួចដល់អញ្ចឹងសួរមើលពេទ្យមិនជាមើលអីមិនជាទៅមើលគ្រូទៅដល់មិនទៅរកចំអាគ្រូបរិសុទ្ធទៀតចំគ្រូចូលរូបគ្រូអាគមមើលខ្ញុំវាកើតអីមានខុសអីយ៉ាងម៉េចអូខុសគ្រូបាត់ជាហើយ
Ồ, khó khủng đây, hiệp bay xây bên này thnak đó. Hết ta lược đàm ta tiệp. Miền trơn cái này cái này nữa. Bây giờ mà tên lúc ấy còn là prap thế nữa. Cũng nom khnia riêng cũng nom khnia từ tiết hay xong chất ở riêng cho bong dương để riêng xây à công với chia sna xây na ấy này cru ấy na thừa nít thừa nụ ấy nó mơ tham mà pol luôn ai nó tận tuột ban vì tham mà pol ấy phong na bây giờ ở đằng luôn đó bây giờ khai cả tha đi banh tranh khai cả tha nụ bạc ca hay inai này tu sơ ba mấy na chẳng luôn anh ở toàn bộ rồi sao ta hay tu sơ ba mấy ở thế không biết ba mấy lo nào mà thế cài pi bắp phụ ăn bằng làm mà thử ba mấy nữa bây giờ em biết đấy hai ta phụ nó mà hai ông nuốt tăng luôn này bây giờ tôi biết anh nè đại bật vào con kia ở tăng luôn thế con cái chơi cái nơi này làm đó cái ở đây tăng luôn kia nè khăng cái tua ông pre nô atitep nô ấy ọt thế anh một từ khâu áo thế với anh ban cho khu các bạn anh thực cứ từ đường xây na này trong từ ná tới nông proi miền ấy chan nâng ọt ban từ tăng luôn thừa và ẩn thừa atitep pre miền bon pre thì ai na ọt anh đang nhạ bật vào còn nè cái nơi cái này được nghe nhiều không chấm ran phía bên kia thoa đại miền ca prongประหยัด squal ចំហៀននៃការធ្វើធွာចូលផ្លូវណាអីផ្លូវណាយ៉ាងច្បាស់លាស់មើលតែរៀងអារម្មណ៍មិនស្រួលស្មុគស្មាញចំហាយធម្មពលក្រៅចាស់មកពេលដាក់ផ្នែកភ្លឹបអង្គុយតែមកភ្លឹបឆ្លាស់ចែក្នុងចិត្តចូលកាន់ឧបេក្ខាអត់ងាករេឃើញទេបើឧបេក្ខាធ្លាក់ចុះវាទទួលបានអារម្មណ៍នៅបៃតេយ៉ាងណាបៃតេត្រូវយល់ឲ្យច្បាស់ទៀតបើសិនជាវាបាត់បៃតេត្រូវចម្រើនអីឡើងវិញដើម្បីឲ្យកើតបៃតេលើធွာគេប្រយ័ត្នណាសូមមើលសិនឈនមនិតលោកឪហេតុអីបាត់ដៃម្ខាងចូលចម្រើនកូនដៃលោកឪបាត់បង់ដោយសារសង្គ្រាមនៅក្នុងឆ្នាំ1989នៅលើសមរភូមិស្វាយជែកការដែលលោកឪធ្វើជាកងទ័ពឆ្នាំ85លោកឪទៅការពារពលកក5នៅកដោលបឹង7កលុកកឡភ័យមន់ភ័យទាកវ៉ាត់ខ្សែធូខ្សែ2នោះរហូតដល់ឆ្នាំ89កងទ័ពវៀតណាមបកចេញនឹងគ្រប់សមរភូមិខាងមុខហ្នឹងគឺថាវាយបាក់ខ្ទេចខ្ទីអស់រហូតដល់ត្រូវរបួសនៅកន្លែងនោះអញ្ចឹងបានលោកឪមុនពេលដែលលោកឪចូលមកបួសនេះលោកឪបានបំពេញកាតព្វកិច្ចក្នុងការការពារអាយុជីវិតនិងការពារដែនដីនឹងរួចរាល់ទៅហើយការពារដែនដីទាំងខ្លួនឯងរាល់ថ្ងៃអត់មានដីមកដុំធ្វើផ្ទះនៅផងទេកូនអញ្ចឹងហើយបានជាពេលខ្លះមកឡាយក្នុងហូតែលក្នុងខុនដូក្នុងផ្ទះសំណាក់
cóត្រូវបានមហាជនកូនមួយចំនួននឹងរិះគន់ថាលោកឪមិនមកឡាយក្នុងផ្ទះសំណាក់ឡាយក្នុងខុនដូអូតែលទៅវិញមិនគុំទៅផ្ទះបើមានផ្ទះនោះទៅបាត់ហើយយល់ទេអាហ្នឹងវាចឹងមូលហេតុនោះមានទ្រព្យសម្បត្តិណាទៅអីគេទេតែឆែកមើលទៅម៉ាឡៃលោកឪកូនចិត្តសម្រាលកូនហើយសូមលោកឪជូនពរកូនមួយផងសាធុកូនលោកឪនឹងប្រទានពរជ័យដល់ទស្សបារមីដែលថែរក្សានូវភាពបរិសុទ្ធទាំងឡាយខ្លាចជាធម្មពលទៅបីបាច់ថែរក្សាកូនណាឲ្យជួបតែសេចក្តីសុខចម្រើនណាសូមមើលសំណួរសិនកូនបូរ៉ាកូនសូមជូនបុណ្យដល់លោកឪផងកូនបានធ្វើបុណ្យសពតាមលោកឪប្រាប់ហើយមិនបូជាធ្វើមិនបូជាធ្វើបញ្ជូនប្រលឹងមុនសិននិងខមាទោសហើយទៅបូជាព្រមទាំងផ្សាយមេត្តាធម៌មេត្តាផងហ្នឹងហើយកូនក្នុងការបូជាសពអ្វីទាំងឡាយកូនត្រូវយល់ពីកិច្ចចំពោះការបូជាសពត្រូវដឹងថាប្រលឹងរបស់សពដែលកំពុងឈរមើលអាឡោះអាឡាយកាយរបស់គេនោះយើងមានពិធីអីក្នុងការធ្វើកិច្ចទាំងឡាយនោះកូនចៅដែលបួសមុខភ្លើងហ្នឹងត្រូវបញ្យល់ប្រាប់ណែនាំគេឲ្យបានច្បាស់តើអត្ថន័យនៃការបួសមុខភ្លើងចំពោះឪពុកម្ដាយរបស់ខ្លួនដែលបានស្លាប់ហ្នឹងវាបែបណាណាសំខាន់ណាស់បួសមុខភ្លើងហ្នឹងគឺត្រូវការកូនម្នាក់ដែលបរិសុទ្ធនៅបរិសុទ្ធមកមិនថាស្រីមិនថាប្រុសទេបើថាស្រីគឺនៅបរិសុទ្ធមិនតាន់មានស្វាមីមិនតាន់មានអីប្រុសក៏ដូចគ្នាហើយក្នុងអំឡុងដែលឲ្យលោកបំពោះមុខភ្លើងនោះកោសក់នោះចឹងលោកគេប្រាប់ហើយក្នុងគណៈដែលអ្នកកំពុងបំពោះមុខភ្លើងនឹងបែបណាទៅពេលហ្នឹងក្នុងគណៈដែលខ្លួនកំពុងបោះមុខភ្លើងនឹងត្រូវសម្រួលធម្មជាតិរបស់ខ្លួននឹងឲ្យល្អបរិសុទ្ធបែបណាបើមានប្រតិកម្មណាមួយរំញោចទៅលើបុគ្គលដែលកំពុងបោះមុខភ្លើងនឹងយ៉ាងម៉េចនោះអ្នកបួសត្រូវប្រាប់ថាណាមិនត្រូវមានចិត្តរំជួលបែបនេះបែបនោះត្រូវធ្វើចិត្តអញ្ចេះបែបនេះដើម្បីជួយចម្លងប្រលឹងរបស់អ្នកស្លាប់ដែលកំពុងឈរមើលរបបកាយអាឡោះអាឡៃកាយគេនោះកុំឲ្យគេនៅអាឡោះអាឡៃអីតទៅទៀតឲ្យគេស្គាល់ទិសស្គាល់តំបន់ក្នុងការទៅចាប់បដិសន្ធិរកកាយថ្មីជាមនុស្សនោះដើម្បីបន្តជាតិនោះយល់ទេហើយបើសិនជាប្រលឹងរបស់ពុកម៉ែខ្លួនដែលខ្លួនជាអ្នកពោះមុខភ្លើងហ្នឹងត្រូវប្រាប់បើប្រលឹងរបស់ពុកម៉ែឬក៏